គ្នាយើងរៀន web backend នៅពេលដែល exam យើង error បែបនេះតែយើងគួរតែ fix ដោយរបៀបម៉េចថ្ងៃនេះខ្ញុំនឹងប្រាប់ពីរបៀប fix error exam នៅពេលដែលខ្ញុំបើក exam ហើយខ្ញុំ start MySQL របស់យើងគឺវា load error បែបនេះmessage ហ្នឹងគឺវាចង់ឲ្យយើង backup data មែនវាជន់ port error យើងទៅដូរ port នៅក្នុង config អីគឺអត់អញ្ចឹងទេវា error វាទៅការ backup data ហើយរបៀប backup ដំបូងយើងចូលទៅកាន់ file explorer ហើយចូលទៅ IC ហើយរកពាក្យថា exam យើងចូលទៅកាន់ folder exam ហ្នឹងមកបន្តមកទៀតយើងរកពាក្យ MySQL ហើយយើងឃើញ folder data មួយយើងត្រូវការ rename វាទៅឈ្មោះផ្សេងដែរត្រង់ចំណុចនេះខ្ញុំដាក់ data O វា data ចាស់អីចឹងទៅអាហ្នឹងក៏សាច់តែយើង rename ទេខ្ញុំចង់ដូរទៅឈ្មោះអីឈ្មោះតាបន្ទាប់ពីយើង rename file data ហ្នឹងទៅជាឈ្មោះផ្សេងហើយយើងបង្កើត folder ថ្មីមកហើយដាក់ឈ្មោះ data បន្ទាប់ពីខ្ញុំដាក់ឈ្មោះ data ហ្នឹងហើយខ្ញុំទៅ copy data ឬក៏ file ពី file backup យើង copy ទាំងអស់មក select all មក control A ឬក៏ select all មកហើយយើង copy មកហើយយើងយកមក pass នៅក្នុង folder data ដែលយើងបង្កើតឡើងហ្នឹងយើង pass វាក្នុងហ្នឹងមកអូខេបន្ទាប់ពី pass ហើយយើងទៅ copy file file ចេញពី file ដែលយើង rename មិនគឺ data O ហ្នឹងគឺយើងទៅ copy file ណាដែលជា file ដែលផ្ទុកក្នុង database របស់យើងដូចជាឈ្មោះ file database ដោយចូលទៅកាន់ file យើង rename file ចាស់ហ្នឹងហើយយើងទៅ copy file ណាដែលជាឈ្មោះ file database យើងធ្លាប់បង្កើតធ្វើ project នៅក្នុង Laravel អីហ្នឹងយើងទៅ copy ទាំងអស់មកតទៅយើង copy រួចយើងយកមក pass ក្នុង file data របស់យើងមក pass ទាំងអស់មកអូខេការ backup data យើងគឺមានតែប៉ុណ្្នឹងទេបន្តមកទៀតយើងធ្វើការទៅបើក exam មកតើវាដំណើរការអត់ខ្ញុំធ្វើការ start វាមកគឺថាវាលែង load error ហើយអូខេអញ្ចឹងការ backup data គឺមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នា